បាទសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានវិលត្រឡប់មកកាន់ Channel ដំណើរនឹងសម្រាយរឿងខ្មែររបស់ខ្ញុំបាទសាជាថ្មីហើយថ្ងៃនេះខ្ញុំបាទនឹងមានរឿងរ៉ាវថ្មីដើម្បីយកមកបាទពំនាំយកមកសម្រាយចែកជូនដល់ពុកម៉ែបងប្អូនសន្ដាប់នៅពេលដែលបាទសម្រាកពីការងារនឿយហត់នោះផងដែរបាទអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងពេញរបស់យើងនៅក្នុងថ្ងៃនេះខ្ញុំបាទក៏សូមបង្ហើបនៅសាច់រឿងត្រួសនៃរឿងមួយនេះចែកជូនដល់ពុកម៉ែបងប្អូនស្ដាប់សិនសាច់រឿងហ្នឹងគឺបែបនេះបងប្អូនទាំងអស់គ្នាមានបាទប្អូនស្រីម្នាក់ដែលគាត់បាទមានប្តីប្រពន្ធប៉ុន្តែដើមឡើយគឺគាត់គ្មាននៅទ្រព្យសម្បត្តិគ្មាននៅបាទមុខរបរអាជីវកម្មអីនោះទេគឺគាត់ក្រខ្សត់ខ្វះខាតមែនតែនហើយថែមទាំងចំពាក់លុយគេច្រើនទៀតដោយសារតែបានបងប្រុសរបស់គាត់ដែលជាបងប្រុសល្អបាទជួយទំនប់បំរុងនិងផ្ដើមគាត់ឲ្យបានបាទមានការងារនិងមានមុខរបរអាជីវកម្មហើយរីកចម្រើនបានជោគជ័យមានលុយមានឡានមានផ្ទះសម្បែងនោះទៀតបាទប៉ុន្តែចុងក្រោយប្អូនស្រីម្នាក់នោះណាគឺមិនបានដឹងគុណទៅដល់បងប្រុសរបស់គាត់ទេគឺថែមទាំងរមើលគុណទៅដល់បងប្រុសរបស់គាត់ទៀតអញ្ចឹងចង់ដឹងថាសាច់រឿងនេះយ៉ាងណាសូមពុកម៉ែបងប្អូនប្រិយមិត្តចូលទៅស្ដាប់សាច់រឿងពេញជាមួយនឹងខ្ញុំបាទ admin ទាំងអស់គ្នាតែម្ដងបាទសាច់រឿងរបស់យើងដំបូងនោះគឺនិយាយទៅដល់គ្រួសារមួយដែលមានបាទប្អូនស្រីម្នាក់ហើយនិងបងប្រុសម្នាក់បាទហើយប្អូនស្រីនោះទៀតសោតគាត់បាទបានរៀបការនឹងមានគ្រួសារមានប្តីទៅរស់នៅខាងប្តីរបស់គាត់ចឹងទៅប៉ុន្តែបាទដើមឡើយប្អូនស្រីរបស់គាត់ពេលដែលរៀបការហើយមានគ្រួសារហើយមានកូនមានអីហ្នឹងណាគឺជីវភាពរបស់ប្អូនស្រីគាត់គឺក្រខ្សត់មែនតែនដោយសារតែគាត់គ្មានធនធានហើយគាត់ក៏គ្មាននៅចំណេះដឹងអីហើយមិនដឹងថាទៅប្រកបមុខរបរអ្វីឲ្យបានជោគជ័យនោះទេប៉ុន្តែដោយសារតែមានបងប្រុសរបស់គាត់នេះដែលជាបាទបងប្រុសល្អហើយបងប្រុសរបស់គាត់ហ្នឹងបាទធ្វើការនៅទីក្រុងហើយគាត់មានក្រុមហ៊ុនមួយហើយគាត់ចេះធ្វើនៅអាជីវកម្មតំណែងជាមួយនឹងភ្ញៀវដែលអាចរកលុយនិងចំណូលបានច្រើនអញ្ចឹងដោយសារតែបងប្រុសរបស់គាត់ឃើញប្អូនស្រីរបស់គាត់ពិបាកបាទថែមទាំងប្អូនស្រីរបស់គាត់ជំពាក់លុយគេជាច្រើនទៀតបាទអញ្ចឹងបងប្រុសរបស់គាត់បាទដកលុយរបស់ខ្លួនឯងទៅសងលុយជំនួសប្អូនហើយនាំប្អូនហ្នឹងបាទទៅឲ្យស្គាល់ភ្ញៀវបាទផ្ដល់នៅគំនិតរកស៊ីផ្សេងធ្វើម៉េចទំនប់បំរុងមើលថែប្អូនហ្នឹងបាទដឹកនាំប្អូនឲ្យរកស៊ីបាទតាមខ្លួនរហូតទៅដល់ជោគជ័យបាទរហូតតតែមានលុយមានឡានមានផ្ទះមានអីចឹងទៅបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចាំមើលតើក្រោយពេលដែលគាត់ជោគជ័យដោយសារតែបងប្រុសរបស់គាត់បានជួយជ្រោមជ្រែងនិងជួយដឹកនាំឲ្យបានជោគជ័យមានលុយមានផ្ទះមានអីចឹងទៅតើប្អូនស្រីម្នាក់ហ្នឹងបាទមានអាកប្បកិរិយាឬក៏ការតបស្នងទៅបងប្រុសរបស់គាត់វិញយ៉ាងម៉េចទៅបាទអញ្ចឹងយើងបន្តទៅសាច់រឿងរបស់យើងទៀតក្រោយមកទៀតមានថ្ងៃមួយបងប្រុសរបស់គាត់មានកំណត់ថាដោយសារតែម៉ាក់ប៉ារបស់គាត់រៀងចាស់ដែរហើយផ្ទះរបស់គាត់ក៏ឆ្ងាយពីកន្លែងក្រុងដែលគាត់កំពុងធ្វើការនៅក្រុមហ៊ុនរបស់គាត់ហ្នឹងអញ្ចឹងគាត់មានកំណត់មួយថានឹងទិញផ្ទះនៅក្រុងដើម្បីទទួលម្ដាយបាទទទួលម៉ាក់ប៉ារបស់គាត់ដែលនៅស្រុកនេះយកទៅនៅចិត្តគាត់ដើម្បីគាត់ងាយស្រួលមើលថែអញ្ចឹងណាពេលដែលគាត់ត្រឡប់ពីក្រុមហ៊ុនមកវិញបាទជួបម៉ាក់ប៉ារបស់គាត់ទំនប់បំរុងបាយទឹកបាទឈឺស្កាត់អីចឹងទៅបាទអញ្ចឹងនៅពេលដែលគាត់គិតបែបហ្នឹងហើយគាត់ក៏ទិញផ្ទះនៅឯក្រុងមួយខ្នងបាទផ្ទះដ៏ធំមួយព្រោះអីគាត់មានលុយហើយគាត់ជាមនុស្សជោគជ័យឯណាបងប្អូនអរគ្នាគាត់ចង់ទិញគឺគាត់ទិញបានភ្លាមតែម្ដងហើយកន្លែងចំណុចនេះគាត់មានកំណត់មួយថាទុកផ្ទះនៅឯស្រុកគាត់មិនដឹងថាទុកដើម្បីអីព្រោះអត់មានអ្នកមើលទេហើយក៏អត់មានអ្នកនៅដែរព្រោះអីម៉ាក់ប៉ារបស់គាត់គឺគាត់ទទួលយកមកនៅជាមួយគាត់ហើយដោយសារតែនៅឯស្រុកហ្នឹងអត់មានអ្នកណាផ្សេងពីម៉ាក់ប៉ារបស់គាត់ទេអញ្ចឹងគាត់ចង់
bài chỉ ca do đây do tiền nơi sọc nắng lụa trên từ hay bàn lôi và mán quạt miên cầm đặt tha quạt đừng do lôi tầng on nắng bạc cố lại ôn xây là bạc quạt đầm bay oi ôn xây bạc quạt do từ bạc to chi bạc cam nâng ca Roxy bạc to tiệt ở chụp chơi chừng quạt có quạt sờ chật đài bọn té p đã quạt lụa ban á bông bọn nó nên là p đã quạt lụa ban lụa te lụa đây bạc quạt ban lôi chỉ tràn mơn rồi là bà quạt có miếng cầm đặt môi thái bà sân chỉ lụa ban lôi tràn ấy nhôm có trong xạ chật ôn xây là bọc nhôm đây chầm mơ np đã nhôm vừa đôi chỉ chuột tục lòng bà ấy ta ôn xây là bọc nhóm bà miền là cặp kệ da dạng na rồi có ca top snow mà nhôm luôn nhôm nâng dạng mây chân tay quạt có này dây cho môi nâng mạ pa bọc quạt có tha ở lỡ cô nâng sầm đai là khon môi ơi mạ pa mớ nè hay quạt đó này sầm đai thua chia bà say thồn bà này tha quạt chấm pẹ lôi kê đại xa ta quạt tranh bao lôi kê chẳng tới quạt chẳng đăng thà ôn xây là bọc quạt nè np đã chụp chơi đại xa ta quạt chui hái đo pe khơi quạt bà say thồn ấy nắng ta ôn xây bọc quạt chui quạt đài được ọt còn tái quạt mèn say thồn nè cứ quạt trong xa là bong chất bà ôn con ló cứ quạt nâng bọc côn lôi đài lụa banประมาณ$10,000đài lụa đầy lụa tiền nó oi ôn xây bọc quạt bà chân dương to ta say riêng tiệt mới ta dạng mày tiệt bà chẳng quạt có hai mạ pa bọc quạt mà coi chungគ្នានៅក្នុងផ្ទះបកគាត់អត់តែនៅក្រុងនេះបាទហើយគាត់ក៏តេបាទខលទូរស័ព្ទហៅប្អូនស្រីបកគាត់ហើយនឹងប្តីបាទប្អូនស្រីបកគាត់មកជុំគ្នាហៅមកជាបន្ទាន់អញ្ចឹងណាបាទប្អូនស្រីនោះដោយសារតាបងប្រុសគាត់ហៅគាត់មកតែងតែមានផលប្រយោជន៍ចំពោះគាត់ហើយអញ្ចឹងគ្រាន់តែហៅគឺគាត់មកភ្លាមតែម្ដងមិនបានប្រហែលនាទីផងគឺគាត់មកដល់ផ្ទះបងប្រុសរបស់គាត់ភ្លាមហើយដំបងឡើយណាបងប្រុសគាត់ក៏និយាយទៅកាន់ប្អូនស្រីរបស់គាត់ថាឥឡូវមកដល់ហើយអញ្ចឹងបងមានរឿងមួយចង់និយាយពឹងពាក់ប្អូនស្រីឯងណាតើចាំមើលប្អូនឯងអាចជួយបងបានអត់អញ្ចឹងប្អូនស្រីគេដំបងស្មានថាបងប្រុសព្រោះឯដើមឡើយគាត់ដឹងថាបងប្រុសរបស់គាត់មានគាត់មិនគិតថាបងប្រុសរបស់គាត់ខ្សែធនខ្សែអីទេគាត់និយាយថាបើឯងមានរឿងអីមានបញ្ហាអីនិយាយមកខ្ញុំជួយបានទាំងអស់បាទនិយាយអញ្ចឹងនិយាយទៅកាន់បងប្រុសរបស់គាត់អញ្ចឹងទៅហើយបងប្រុសរបស់គាត់ស្ដាប់ឮពាក្យបែបហ្នឹងក៏គាត់សប្បាយចិត្តដែរគាត់ថានៅពេលដែលឮពាក្យប្អូននិយាយបែបហ្នឹងបងលែងលាក់ទៀតហើយបងឥឡូវហ្នឹងក្រុមហ៊ុនរបស់បងគឺខ្សែធនដោយសារតែបងតាក់តងជាមួយនឹងភ្ញៀវគឺឥឡូវភ្ញៀវយកលុយហ្នឹងបាទបោកលុយហ្នឹងរត់បាត់ទៅហើយឥឡូវបងចម្ពាក់លុយគេជាច្រើន$10,000អញ្ចឹងបងចង់ឲ្យប្អូនស្រីឯងហ្នឹងបាទជួយឲ្យបងខ្ចីលុយសិនមកពេលដែលបងបងវល់មកវិញប្រហែលជាមួយអាទិត្យឬក៏មួយខែបងនឹងសងទៅប្អូនវិញប្អូនឯងអាចគិតជាការប្រាក់ក៏បានហើយបើមិនជឿមិនទុកចិត្តទេយើងអាចសរសេរជាกระดาษស្នាមលិខិតអីបញ្ជាក់បានហើយដំបងឡើយប្អូនស្រីស្ដាប់ឮអញ្ចឹងនិយាយទៅកាន់បងប្រុសគាត់ថាណែបងបែងកុំលេងសើចមួយខ្ញុំមើលបើឯងត្រូវការក្រុមហ៊ុនប៉ុណ្ណាណីបើឯងឆ្លាតប៉ុណ្ណឹងមិនបានត្រូវទៅចាញ់បោកគេមិនត្រូវទៅខ្សែធនអញ្ចឹងណាបែងកុំលេងសើចមួយខ្ញុំអីបាទហើយក្រោយមកទៀតបងប្រុសគាត់ក៏បន្តថាអត់ទេប្អូនបងបាទនឹងក្រុមហ៊ុនរបស់បងនឹងពិតជាខ្សែធនមែនឥឡូវបងត្រូវការលុយជាបញ្ញាប់ដើម្បីបង្វិលឲ្យបើកលុយឲ្យកម្មករអីចឹងទៅហើយពេលដែលបញ្ជាក់ចប់បញ្ជាក់ឡើងអញ្ចឹងទៅប្អូនស្រីក៏គិតថាជាការពិតមែនដោយសារគិតថាបងគាត់ធ្លាក់ខ្លួនខ្សែធនចម្ពាក់លុយគេអញ្ចឹងណាគាត់ក៏បាទគាត់ក៏ចាប់ផ្ដើមប្រែអាកប្បកិរិយាដែលល្អប្រែคล้ายជាអាក្រក់ទៅកាន់បងរបស់គាត់វិញបាទគាត់ភ្លេចការជួយបងគាត់គាត់ក៏និយាយទៅទាំងគំរូកំរើយថាខ្ញុំគ្មានលុយទេលុយក្រុមហ៊ុនរបស់ខ្ញុំដែលខ្ញុំរកបានឥឡូវខ្ញុំទិញឡានអស់ហើយទៅតែទិញផ្ទះទិញអីហើយលុយរបស់ខ្ញុំទិញកាបូបទិញអីខ្សែកយអស់ហើយគឺខ្ញុំជួយបែរអត់បានទេបែងធ្វើមិនកើតធ្វើទៅបាទបងប្រុសរបស់គាត់គ្រាន់តែស្ដាប់ឮបែបហ្នឹងបាទគាត់គឺខកចិត្តមែនតើដំបងឡើយស្ដាប់ឮថាប្អូនស្រីថាមានបញ្ហាអីប្រាប់ទៅប្អូននឹងជួយអញ្ចឹងណាការពីមុនដើមឡើយបាទប្អូនស្រីរបស់គាត់ពិបាកមែនតើហើយចម្ពាក់លុយគេទៀត
បាទហើយប្អូនស្រីរបស់គាត់ណាក្រោយមកក៏និយាយពាក្យមិនល្អមិនអីច្រើនទៅកាន់បងប្រុសរបស់គាត់ថាអឺបើសិនជាគ្មានការអីទេក្រៅពីការខ្ចីលុយមិនក្រៅពីការឲ្យខ្ញុំជួយមិនបាច់មករកខ្ញុំទេអឺខ្ញុំរវល់ណាស់មិនបាច់មករកខ្ញុំទេអញ្ចឹងណាអញ្ចឹងធ្វើឲ្យបងប្រុសរបស់គាត់កាន់តែខកចិត្តខ្លាំងមែនតើអញ្ចឹងបងប្រុសគាត់ក៏ទម្លាយមកថាឥឡូវទៅបងឃើញចិត្តឯងចំពោះបងប្រុស ដំបងឡើយបងគិតថានឹងយកលុយដែលលក់បានពីការលក់ដីលក់ផ្ទះដែលប្រមាណ$10000នេះបងនឹងឲ្យទៅប្អូនទាំងអស់ប៉ុន្តែឥឡូវប្អូនពេលដែលឃើញបងជួបការលំបាកប្អូនមិនត្រឹមតែមិនជួយបងទេប្អូនថែមទាំងបាទនិយាយពាក្យមិនល្អនិងអាកប្បកិរិយាមិនល្អថែមទាំងរមើលគុណចំពោះបងទៀតអញ្ចឹងលុយទាំងអស់នេះសូម្បីតែ100លុយខ្មែរក៏បងមិនឲ្យទៅឯងដែរ បាទអញ្ចឹងប្អូនស្រីហ្នឹងពេលដែលស្ដាប់ឮថាលុយលក់ផ្ទះលក់ដីក៏ខំស្រែកខំសួរនិយាយល្អវិញជាមួយនឹងបងប្រុសគាត់អញ្ចឹងណាថាអេបងមិនហ្នឹងប្អូននិយាយលេងទេប្អូនធ្វើលេងទេប្អូនណាទៅចោលបងអញ្ចឹងណាហើយអឺគាត់ថាឥឡូវបងលុយនៅណាឲ្យខ្ញុំមកឲ្យខ្ញុំមកខ្ញុំចង់បានក៏ទៅមនុស្សចង់បានតែផលប្រយោជន៍គឺអញ្ចឹងមែននៅពេលដែលគេពិបាកបាទបងប្រុសគាត់ពិបាកគឺគាត់ថយ គាត់រីគាត់មិនចង់ជួយហើយគាត់ថែមទាំងនិយាយពាក្យមើងងាយមើលស្រាទៅកាន់បងរបស់គាត់ទៀតប៉ុន្តែនៅពេលដែលផលប្រយោជន៍មកដល់មុខរបស់គាត់ចាប់ផ្ដើមនិយាយល្អទៅកាន់បងប្រុសរបស់គាត់សង្គមរបស់យើងរាល់ថ្ងៃបាទទស្សនិកជនអ្នកស្ដាប់ទាំងឡាយតើមានទេបងអូនស្រីបែបហ្នឹងបងអូនស្រីបែបហ្នឹងឬក៏បងប្រុសបែបហ្នឹងប្រហែលជាអាចនឹងមានប៉ុន្តែប្រហែលជាមានភាគតិចមិនដឹងយ៉ាងណានោះសូមពុកម៉ែបងប្អូនអាច comment នៅខាងក្រោមវីដេអូបាន បាទហើយយើងនិយាយតទៅកាន់សាច់រឿងរបស់យើងបន្តិចក្រោយមកបងប្រុសរបស់គាត់ថាគ្មានចំណែករបស់ឯងទេគ្មានសំបីតែបន្តិចសំបីតែមួយកាក់មួយសេនក៏គ្មានដែរឯងឆាប់ចេញពីផ្ទះយើងទៅហើយឯងកុំសង្ឃឹមថារីកចម្រើនទៅមុខបើឯងជាមនុស្សរមើលគុណមិនដឹងគុណអ្នកដែលជួយឯងមិនថាជាសាច់ញាតិឬក៏បងប្អូនមិត្តភក្តិទេបើសិនជាឯងទៅថ្ងៃមុខគេជួយឯងហើយឯងភ្លេចគុណ ឯងរកស៊ីទៅថ្ងៃមុខប្រកាសជានឹងធ្លាក់ខ្លួននៅថ្ងៃណាមួយមិនខានបាទអញ្ចឹងសាច់រឿងរបស់យើងគឺនិយាយមកដល់ចុងបញ្ចប់ហើយបងប្អូនអរគ្នាគឺសាច់រឿងមានប៉ុណ្ណឹងបាទបើសិនជាខ្ញុំបាទនិយាយទៅមានការលើសលួបាទអាខានឬក៏មានសម្លេងរំខានយ៉ាងណានោះក៏សូមពុកម៉ែបងប្អូនប្រិយមិត្តទាំងឡាយបាទជួយខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរខ្ញុំព្យាយាមដែរប៉ុន្តែដោយសារតែធ្វើនៅ ក្នុងភូមិស្រុកចឹងទៅតែងតែមានសលេងក្មេងអីទៅរំខានដល់ការស្ដាប់របស់ពុកម៉ែបងប្អូនហ្នឹងណាបាទចង់អធិស្ឋានអឺជាចុងក្រោយសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទដើម្បីជាការលើកទឹកចិត្តហើយនឹងទទួលបាននៅវីដេអូសម្រាប់រឿងថ្មីពីខ្ញុំបាទនៅពេលដែលផុសចូលនៅក្នុង Channel នេះផងដែរបាទអរគុណច្រើន